សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាអំពី text shadow គឺមានន័យថាស្រមោលនៃអក្សរណា text shadow អញ្ចឹងមុននឹងយើងធ្វើ text shadow បានហ្នឹងគឺនៅក្នុង CSS គឺនៅក្នុង HTML គឺយើងសរសេរ h1 មួយមកនៅក្នុង h1 ហ្នឹងខ្ញុំដាក់អក្សរតែមួយទេគឺខ្ញុំដាក់អក្សរ T ណាហើយមុននឹងយើងហៅ style ចូលទៅក្នុង CSS បានគឺយើងត្រូវដាក់ class name ឲ្យវាគឺខ្ញុំដាក់ឈ្មោះថា text ណាអូខេអញ្ចឹងយើងបានប៉ុណ្ណេះហើយយើងនឹងឃើញអក្សរ T នឹងចេញនៅលើ web របស់យើងហើយអញ្ចឹងយើងមកជួបគ្នាជាមួយនឹង CSS style ណាចូលមក CSS style អញ្ចឹងដើម្បីហៅ style បានគឺយើងចុចសញ្ញាដកមួយបន្ទាប់មកយើងហៅ class name របស់យើងមកគឺខ្ញុំដាក់ឈ្មោះថា text ហើយខ្ញុំវាគ្នាបែបនេះហើយបន្ទាប់មក tag របស់វាគឺយើងប្រើពាក្យថា text shadow ណា text shadow អញ្ចឹងដល់ពេលដែលយើងដាក់ text shadow អញ្ចឹងហើយគឺអ្វីដែលយើងត្រូវធ្វើគឺមាន3អាយ៉ាមាន3លើកមករៀនមួយអូខេមាន3គឺទី1គឺស្មោលវាយើងចង់ឲ្យវាស្មោលវាទៅខាងឆ្វេងឬទៅខាងស្ដាំណាបើតម្លៃអវិជ្ជមានមានន័យថាដក1ឬក៏ដក2 px វានឹងចេញស្មោលមកខាងឆ្វេងណាហើយដក 3px វានឹងចេញស្មោលនឹងឡើងទៅខាងលើណាហើយបន្ទាប់មកចំណុចទី3នេះគឺចំណុចភ្លើណាយើងហៅភ្លើឬភាសាខ្មែរយើងថាព្រាលឬក៏ព្រិលអញ្ចឹងខ្ញុំដាក់3អញ្ចឹងខ្ញុំដាក់ 3px ដែរអូខេអានេះគឺព្រិលណាគឺយើងធ្វើវាព្រិលបើយើងអត់ដាក់វាទេគឺវាអត់ព្រិល